សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាឥឡូវមកកាន់ Channel Admin សាជាថ្មីគឺ Admin លើកយកនៅប្រធានបទមួយដែលនិយាយអំពីមនុស្សឆ្លាតមនុស្សពូកែគេសម្គាល់យ៉ាងម៉េចនៅក្នុងសង្គមមនុស្សឆ្លាតនិងមនុស្សពូកែត្រូវបានគេសម្គាល់តាមរយៈចំណេះដឹងភាពប៉ិនប្រសប់និងអាកប្បកិរិយារបស់ពួកគេខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិសំខាន់ដែលគេតែងតែសង្កេតឃើញមួយការត្រេះរិះពិចារណាជ្រាលជ្រៅមុននឹងសម្រេចចិត្តធ្វើអ្វីមួយឬវាយតម្លៃលើរឿងអ្វីមួយពួកគេមិនជឿងាយឬក៏សម្រេចតាមអារម្មណ៍ឡើយតែងតែគិតពិចារណារកហេតុផលនិងផលវិបាក2ចេះស្ដាប់ច្រើនជាងនិយាយពួកគេឲ្យតម្លៃទៅលើការរៀនសូត្រពីអ្នកដទៃដូច្នេះពួកគេច្រើនតែស្ដាប់និងសង្កេតដើម្បីប្រមូលព័ត៌មានឬចំណេះដឹងថ្មីៗ3ពូកែដោះស្រាយបញ្ហាពេលជួបឧបសគ្គពួកគេមិនត្អូញត្អែឬបោះបង់ឡើយតែងតែផ្ដោតទៅលើដំណោះស្រាយនិងកែច្នៃស្ថានភាពអវិជ្ជមានទៅជាវិជ្ជមាន4ការគ្រប់គ្រងអារម្មណ៍ល្អទោះបីជាស្ថិតនៅក្នុងស្ថានភាពតានតឹងក៏ពួកគេនៅតែរក្សាភាពស្ងប់ស្ងាត់មានភាពចាស់ទុំនិងមិនងាយបញ្ចេញកំហឹងឡើយ5មានការយល់ចិត្តខ្ពស់ពួកគេចេះដាក់ខ្លួនគោរពមតិអ្នកដទៃនិងដឹងពីរបៀបទំនាក់ទំនងប្រកបដោយការយោគយល់គ្នាដែលធ្វើឲ្យមនុស្សនៅជុំវិញខ្លួនស្រឡាញ់រាប់អាន6រៀនសូត្រឥតឈប់ឈរពួកគេមិនដែលគិតថាខ្លួនឯងចេះអស់នោះទេតែងតែបើកចិត្តទូលាយអភិវឌ្ឍខ្លួនឯងជានិច្ច7មនុស្សពូកែចេះស្ដាប់អ្នកដទៃគេមិនពូកែអួតតែអ្វីដែលគេមានគេនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលដែលមនុស្សធម្មតាធ្វើមិនបានព្រោះគេចូលចិត្តបង្ហាញខ្លួនជាជាងធម្មជាតិរបស់មនុស្សភាគច្រើន8មនុស្សពូកែអាចទ្រាំទ្រនឹងការរិះគន់បាននិយាយពីសមត្ថភាពនៅក្នុងការទ្រាំទ្រនៅពាក្យរិះគន់អាចផាត់ចោលមនុស្ស90%ទៅហើយព្រោះមនុស្សធម្មតាមិនអាចទទួលយកការរិះគន់បានទេឬទទួលយកទាំងដោយមិនសប្បាយចិត្តឬគុំគួនមនុស្សពូកែចង់បានជាងគេគឺការរិះគន់ព្រោះវាធ្វើឲ្យគេកាន់តែរីកចម្រើនឡើង9មនុស្សពូកែមានចិត្តនឹងណចំណុចនេះក៏មនុស្សភាគច្រើនធ្វើមិនបានដែរមនុស្សធម្មតាមានប្រតិកម្មចំពោះរឿងដែលធ្វើឲ្យពួកគេមិនសប្បាយចិត្តរឿងដែលប៉ះពាល់ដល់ផលប្រយោជន៍គេចូលចិត្តរអ៊ូរទាំឬស្ដីបន្ទោសអ្នកដទៃតែមនុស្សពូកែវិញស្ងប់ដូចទឹកអ្នកមិនដឹងថាគេគិតអ្វីចង់ធ្វើអ្វីនោះទេ10គេចេះគៀនកធនធានធ្វើរឿងអ្វីមួយមនុស្សធម្មតាចាំមានធនធានទើបអាចធ្វើរឿងដែលខ្លួនចង់ធ្វើតែមនុស្សពូកែមិនរងចាំទេនៅពេលដែលគេចង់ធ្វើអ្វីមួយគេនឹងប្រើគ្រប់មធ្យោបាយដើម្បីរកធនធានធ្វើរឿងដែលគេចង់ធ្វើសូមអរគុណសម្រាប់ការស្ដាប់ podcast របស់ admin ទាំងអស់គ្នា